បាទសួស្តីបងប្អូនទាំងគ្នាសម្រាប់អ្នកដែលចូលចិត្តបទចម្រៀងឬក៏មើលរឿងលើ YouTube ណាដើម្បីកុំឲ្យមានពាណិជ្ជកម្មអញ្ចឹងខ្ញុំមកណែនាំកម្មវិធីមួយដល់បងប្អូនទាំងគ្នាដែលវាមានទូនីតិបាទហើយមានមុខងារដូចគ្នាជាមួយនឹង YouTube បេះបិទតែម្ដងអ្វីដែលសំខាន់នោះគឺវាអត់មាន load app រញ៉េរញ៉ៃឬក៏ load ពាណិជ្ជកម្មមករញ៉េរញ៉ៃទេខុសពី YouTube បើសិនយើងចូលមើលក្នុង YouTube បាទពេលខ្លះវាលោតកម្មមកឧទាហរណ៍យើងកំពុងថាចូលស្ដាប់បទចម្រៀងណាលេងលោតពាណិជ្ជកម្មមកអីចឹងទៅមនុស្សកំពុងចូលទូផងលោតពាណិជ្ជកម្មអញ្ចឹងធ្វើអីយើងមិនត្រូវចុចបិទពាណិជ្ជកម្មពេលខ្លះចុចបិទពាណិជ្ជកម្មហើយដូរបទចម្រៀងទៅបទចម្រៀងថ្មីទៀតអញ្ចឹងយើងទៅមើលកម្មវិធីនឹងទាំងអស់គ្នាដែល download free នៅលើ App Store អញ្ចឹងបងប្អូនចូលទៅក្នុង App Store មកហើយវាយពាក្យថា Pro Tube កម្មវិធី Pro Tube នេះណាបងប្អូនអរគ្នាយើងអាច lock screen ក៏បានយើងចុចចេញហើយនៅតែស្ដាប់បទចម្រៀងបានទាំងអស់លុះត្រាយើង clear កម្មវិធីនឹងចោលបាទ download free តើ App Store គេបើកឲ្យយើង download អញ្ចឹងបងប្អូនទាំងអស់គ្នា download មកយកមកស្ដាប់ទាំងអស់គ្នាណាព្រោះវាទឹមតា viral ដែរទេអានេះអ្វីដែលខ្ញុំដឹងខ្ញុំយកមកចែកម្លែកបងប្អូនទាំងអស់គ្នាដើម្បីងាយស្រួលប្រើបាទបន្ទាប់ពីពេញហើយបងប្អូនចុច open ក៏បានចូលចុចចូលទៅក្នុងកម្មវិធីហ្នឹងបាទមកឥឡូវខ្ញុំចុចចូលកម្មវិធីហ្នឹងកម្មវិធីហ្នឹងជើងចុច YouTube មកដាក់បទចំណងជើងមកចង់ដាក់បទចម្រៀងក៏បានបទអីក៏បានឬក៏រឿងក៏បានដាក់បទថេណាមួយមកណាចុះថេណាសងកម្មវិធីវាគឺដូចគ្នាជាមួយនឹង YouTube បេះបិទតែម្ដងអ្វីដែលពិសេសជាងហ្នឹងទៀតអត់មានពាណិជ្ជកម្ម lock screen ក៏បានបងប្អូនមើលណាខ្ញុំចុចចេញចេះហើយយើងមើល Facebook មើលអីក៏បានដែរហើយយើងចុចចូលវិញធម្មតាបាទយើងចុចចូលវិញស្ដាប់បទចម្រៀងធម្មតាហើយសំខាន់យើងចង់ lock screen ក៏បានដែរដល់តែខ្ញុំ lock screen ណាចាំមើលណាខ្ញុំអត់ហ៊ានបើកសំឡេងទេដោយសារតែអីខ្លាចចុក copyright ណាបងប្អូននេះ lock screen បានដូចគ្នាដូច music YouTube អញ្ចឹងយើងចង់បើកវិញមកបាទអូខេបងប្អូនអរគ្នាប្រើបានមកឆ្ងាញ់អញ្ចឹងកម្មវិធីហ្នឹងមានតែប៉ុណ្្នឹងឯងបងប្អូនអាច download យកទៅប្រើទាំងអស់គ្នាបានណាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀត